ទីនេះជាសហគមន៍អេកូទេសចរព្រៃកោងកាំងទឹកសាបធំជាងគេនៅប្រទេសកម្ពុជាដែលមានទីតាំងនៅក្នុងខេត្តសៀមរាបផ្ទាល់តែម្ដងបងប្អូនស្រាប់មិនច្រឡំទេប្រទេសកម្ពុជាយើងគឺមានដើមកោងកាងពីរប្រភេទមួយប្រភេទហ្នឹងដុះនៅតាមប៉ែកខាងសមុទ្រដែលជាប្រភេទទឹកប្រៃហើយនៅប៉ែកខាងសៀមរាបនេះក៏មានជាព្រៃកោងកាងដែលដុះនៅក្នុងទឹកសាបដូចគ្នាអញ្ចឹងចង់ដឹងថាសហគមន៍អេកូទេសចរមួយនេះមានទីតាំងនៅណាហើយមានសម្រស់ស្រស់ស្អាតបែបណាទៅតាមដានជាមួយខ្ញុំតគ្នាសម្រាប់ការធ្វើដំណើរបើសិនជាបងប្អូនចេញដំណើរពីក្រុងសៀមរាបទៅគឺបងប្អូនត្រូវធ្វើដំណើរទៅប៉ែកខាងកើតឆ្ពោះទៅកាន់ស្រុកសូនីគមសម្រាប់ផ្លូវធ្វើដំណើរគឺមានច្រើនជម្រើសប៉ុន្តែផ្លូវដែលងាយស្រួលជាងគេដើម្បីបងប្អូនអាចទៅលេងបានមិនថាឡានមិនថាម៉ូតូគឺបងប្អូនត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ6នេះអញ្ចឹងនៅពេលដែលបងប្អូនធ្វើដំណើរប្រហែលជាខ្ទង់15ទៅ20នាទីនោះបងប្អូននឹងមកដល់ត្រង់ចំណុចមួយដែលគេហៅថាផ្សារអង្ក្រងអញ្ចឹងបងប្អូននឹងឃើញមានផ្លូវបត់ឆ្វេងដៃមួយត្រង់ចំណុចផ្សារតែម្ដងអញ្ចឹងបងប្អូនជិះចូលតាមផ្លូវហ្នឹងហើយធ្វើដំណើរប្រហែលជាខ្ទង់20គីឡូជាងទៀតបងប្អូននឹងទៅដល់ទីតាំងសហគមន៍ហើយសម្រាប់ផ្លូវធ្វើដំណើរក៏អត់មានអីពិបាកដែរដោយសារតែឥឡូវនេះគឺគេអ៊ុតកស៊ូស្អាតហើយបងប្អូនតាមខ្ញុំឮមកពីមុនគឺផ្លូវធ្វើដំណើរទៅមានភាពពិបាកបន្តិចដោយសារតែគេអត់ទាន់ធ្វើផ្លូវប៉ុន្តែបច្ចុប្បន្នមិនថាឡានមិនថាម៉ូតូគឺបងប្អូនអាចទៅបានដូចគ្នាធ្វើដំណើរអស់មួយសបកនោះបងប្អូននឹងមកដល់ផ្លូវដីក្រហមកន្លែងត្រង់ចំណុចបែកជា4នេះមួយបងប្អូននឹងឃើញមានផ្លូវបត់ស្រាំដៃសម្រាប់ផ្លូវនេះផងដែរក៏គេកំពុងតែឈូសឆាយហើយត្រៀមអ៊ុតកស៊ូដូចគ្នាដោយសារតែពេលខ្ញុំទៅនេះគេកំពុងតែចាប់ផ្ដើមឈូសដីហើយអញ្ចឹងប្រហែលជាប្រហែលខែទៀតខ្ញុំជឿតែហើយបងប្អូននឹងអាចកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅលេងហើយសម្រាប់ផ្លូវដីនេះក៏តែមិនតិចដែរបងប្អូនផុតផ្លូវដីនឹងមកនោះបងប្អូននឹងមកដល់ផ្លូវកស៊ូវិញហើយបងប្អូនធ្វើដំណើរមកត្រង់ទៀតប្រហែលជាតែខ្ទង់4-10នាទីនោះបងប្អូននឹងឃើញមានផ្លូវដីលំតូចមួយចូលបត់ខាងស្រាំដៃហ្នឹងហើយជាមួយនឹងផ្លាកដែលចូលទៅកាន់សហគមន៍ទឹកជប់ខ្នាពោខ្ញុំរៀងរំអិតទៅលើផ្លូវបន្តិចដោយសារតែបងប្អូនមួយចំនួនក៏ដែរទៅអាចនឹងគិតថាផ្លូវពិបាកទៅឬក៏មានភាពលំបាកនៅក្នុងការរអញ្ចឹងខ្ញុំដាក់ទីតាំង Google Map ផងហើយខ្ញុំបង្ហាញផ្លូវផងđây trồng cán cái đó rồiក្រោយពីធ្វើដំណើរអស់ប្រហែលជាខ្ទង់40នាទីពីក្រុងមកទីបំផុតយើងក៏បានមកដល់ទីតាំងសហគមន៍ដោយបំណងមែនស្ដីហើយអ្នកនរគ្នាឥឡូវនេះយើងបានមកដល់សហគមន៍ហើយមានឈ្មោះថាសហគមន៍ទឹកជប់ខ្នាពោហើយធ្វើដំណើរមកមិនសូវជាឆ្ងាយប្រហែលទេប្រហែលជាខ្ទង់30គីឡូជាងហើយសើផ្លូវកស៊ូដូចអ្នកនរគ្នាឃើញហើយនេះគឺយើងកំពុងតែដើរចូលទៅកាន់កន្លែងស្ពានហើយមានព្រៃកោងកាងមានស្រះទឹកស្អាតមែនទេសហគមន៍ព្រៃឈើទឹកជប់ខ្នាពោមានទីតាំងស្ថិតនៅក្នុងឃុំខ្នាពោស្រុកសូនីគមនៃខេត្តសៀមរាបហើយលក្ខណៈពិសេសដែលធ្វើឲ្យទីនេះសម្បូរទៅដោយព្រៃឈើជាពិសេសគឺព្រៃកោងកាងនេះតែម្ដងដោយសារតែសន្តានដីនៅទីនេះគឺជាសន្តានដីមួយដែលមានទឹកចេញពីក្នុងដីមកជាប្រចាំចឹងហើយបានជាគេដាក់ឈ្មោះរមណីយដ្ឋាននេះថាទឹកជប់នេះជាលើកទី1របស់ខ្ញុំដូចគ្នាដែលបានមកដល់ទីតាំងសហគមន៍មួយនេះហើយសហគមន៍ផងដែរគឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ2019មកម្លេះតែដោយសារតែដោយបងប្អូនដឹងចឹងគឺមានជំងឺរាតត្បាតចឹងហើយធ្វើឲ្យសហគមន៍មួយនេះមិនសូវជាមានអ្នកមកលេងក៏ដូចជាមានភាពស្ងប់ស្ងាត់ទាំងដែលកន្លែងនេះគឺជាកន្លែងមួយដ៏ប្លែកមែនទែនសម្រាប់ខ្ញុំនៅក្នុងខេត្តសៀមរាបដែលទូទៅយើងត្រូវធ្វើដំណើរទៅដល់សមុទ្រដើម្បីឃើញទស្សនវិជ្ជាបែបនេះស្ងប់ស្ងាត់ល្អណាស់បងប្អូនហើយងាកទៅខាងណាក៏សិតតែដើមឈើខ្ពស់ពោះហើយពណ៌បៃតងពណ៌ធម្មជាតិស្អាតមែនទែនពេលយើងមើលមកផ្លេតមានអារម្មណ៍ដូចជានៅលើភ្នំឬក៏នៅក្នុងព្រៃជ្រៅតែជាក់ស្ដែងនៅក្បែរនឹងភូមិគេដែរទេប៉ុន្តែនៅនេះប្រៀបដូចជាកន្លែងដែលគេអភិរក្សចឹងហើយគឺដើមឈើច្រើនមែនទែនហើយដល់ពេលគេរៀបចំជា
ផ្លូវដើរចេះទៀតគឺប្លែកមែនទែនដល់នេះគួរតែមកលេងឲ្យបានម្ដងជាពិសេសខែវស្សានេះដោយសារតែនេះខែវស្សាខ្ញុំគិតថាស្អាតដោយសារតែឥឡូវភ្លៀងអត់ទាន់ច្រើនទេប៉ុន្តែធម្មជាតិចាប់ដើមបៃតងហើយអញ្ចឹងប្រហែលជាអាចមួយខែពីរខែទៀតគឺចាប់ដើមកាន់តែស្អាតជាងនេះទៀតការអប់រំនឹងពិព័រណ៍អាចចូលទៅមើលបានខ្ញុំគិតថាទីតាំងសហគមន៍អេកូទេសចរមួយនេះកាន់តែធ្វើឲ្យខេត្តសៀមរាបក្លាយជាគោលដៅទេសចរមួយដែលសម្បូរបែបជាងមុនមែនទែនដោយសារតែដូចបងប្អូនដឹងហើយនៅសៀមរាបមានតាំងពីប្រាសាទបុរាណមានតាំងពីព្រៃភ្នំមានតាំងពីបឹងបួរទន្លេគឺមានសពមុខតែម្ដងហើយឥឡូវនេះមានជាមួយនឹងសហគមន៍ព្រៃកោងកាងចេះទៀតគឺសឹងតែបងប្អូនមកលេងខេត្តសៀមរាបអាចដើរមួយអាទិត្យគឺអត់អស់កន្លែងផងដោយសារតែកន្លែងដើរច្រើនមែនទែននៅក្នុងខេត្តមួយនេះគួរបញ្ជាក់ផងដែរការមកទស្សនានៅទីនេះក៏មានការយកប្រាក់យកអីដែរបងប្អូនគឺគាត់គិតតែទៅលើតម្លៃក្នុងការផ្ញើឡានក៏ដូចជាម៉ូតូតែប៉ុណ្ណោះតែបើសម្រាប់ការចូលលេងគឺអត់មានគិតលុយទេអញ្ចឹងហើយគឺជាកត្តាមួយដែលបងប្អូនមិនគួររំលងទេបើសិនជាបានមកលេងសៀមរាបគួរតែឈៀងចូលទៅលេងសហគមន៍អេកូទេសចរដ៏សំខាន់មួយនេះស៊ូបានសម្បត្តិឈ្មោះលើករុនជាប្រធានសហគមន៍ព្រៃឈើទឹកជោគខ្នាពូស្ថិតនៅក្នុងភូមិសំរងបាទភូមិខ្នាពូស្រុកសូត្រនិគមខេត្តសៀមរាបតែសហគមន៍នេះវាមានចំនួន7ភូមិមានស្ថិតនៅក្នុងតែមួយភូមិទេតែតំបន់នេះគឺនៅទឹកដីនៅក្នុងភូមិសំរងបាទក្នុងនោះដែរនៅក្នុងភូមិខ្នាពូនេះវាមាន7ភូមិតំបន់នេះសក្តានុពលគឺព្រៃកោងខុសគ្នាដោយសារព្រៃទឹកសាបនៅតំបន់នេះគឺដើមកូនកាវាមានឫសដូចគ្នាដែរបើវាខ្ពស់ជាងនៅសមុទ្រតំបន់នេះប្រភេទនិយាយរួមប្រភេទដៃហើយនិងប្រភេទទឹកវាខុសគ្នាដោយសារតំបន់នេះវាដូចប្រភេទដៃខ្សាច់ហើយទឹកផុសពីក្នុងដៃបាទភពប្រាំងកុកសាហើយបានវាដុះប្រភេទព្រៃកោងកាងនេះឡើងបាទតំបន់ផ្សេងក៏អត់មានទេក្នុងខេត្តសៀមរាបគឺតំបន់នេះឯងដែលមានសក្តានុពលព្រៃកោងកាងធំជាងគេនៅក្នុងខេត្តសៀមរាបបាទរហូតដល់98ហិកតាយើងបង្កើតព្រៃសហគមន៍ឡើងនៅឆ្នាំ1998ហើយយើងការពារអភិរក្សព្រៃឈើទេតែយើងឃើញថាកន្លែងនេះសក្តានុពលមានព្រៃកោងកាងបានយើងចាប់ដើមបង្កើតជាតំបន់សហគមន៍អេកូទេសចរបង្កើតឡើងនៅ2019ចាប់ដើមក្រោយពីចាប់កូវីដហើយក៏វាមិនសូវមានភ្ញៀវច្រើនប្រហែលទេគាត់ថាបានភ្ញៀវមកបន្តបន្ទាប់ជារៀងរាល់ថ្ងៃដែរក៏ភាគច្រើនគឺថ្ងៃសៅរ៍ថ្ងៃអាទិត្យហើយបងប្អូនគិតមកលេងកម្សាន្តនៅក្នុងព្រៃបាទក្នុងពោដល់ភ្ញៀវដែលគិតថាឮតែគេថាព្រៃកោងកាងមាននៅសមុទ្រតែក្នុងខេត្តសៀមរាបយើងមានព្រៃកោងកាងនៅក្នុងឃុំខ្នាពូស្រុកសូត្រនិគមខេត្តសៀមរាបគឺតំបន់នេះគឺសក្តានុពលព្រៃកោងកាងគឺឃើញថាភ្ញៀវចាប់អារម្មណ៍បើសិនតែបានមកទស្សនាគឺមានអារម្មណ៍ថាយើងខ្លែងជួយអភិរក្សព្រៃឈើផងហើយនឹងជួយដូចជារោគថវិកាសម្រាប់គណៈកម្មការដើម្បីការពារព្រៃឈើបន្តទៀតបាទអរច្រើនបាទអញ្ចឹងវីដេអូមួយនេះក៏បានមកដល់ទីបញ្ចប់អរគុណសម្រាប់ការទស្សនាពីដើមដល់ចប់ហើយយើងជួបគ្នានៅវីដេអូក្រោយទៀត